សួស្តីអ្នកទាំងអស់គ្នាខ្ញុំខេនស៊ីថ្ងៃនេះផងដែរយើងមកបន្តភាគរឿង Dr. Stone ដែលជា season ទី 5 របស់យើងជាបន្តទៀតប្រាប់គ្នាយើងណាដែលមានបំណងចង់ support មកកាន់ admin អីក៏អាច support មកកាន់ QR របស់ admin មួយនឹងផងដែរបាទហើយមូលហេតុដែលបានចេញរឿងរយៈពេលចង់2ខែហ្នឹងដោយសារតែវាមានបញ្ហាច្រើនខ្លាំងមែនតើគ្នាយើងតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់យើងតែម្ដងទៅផ្ដើមនៅសាច់រឿងរបស់យើងនឹងផងដែរSenkuបាននិយាយថាមនុស្សរបស់យើងគឺគេបង្កើតឡើងឲ្យមានជីវិតអមតៈក៏ប៉ុន្តែប្រៀបបីបានដូចជាគេយកយើងដាក់ចូលទៅក្នុងគុកថ្មអញ្ចឹងហើយសេណូបាននិយាយថាយើងត្រូវតែទៅឋានប្រច័ណ្ឌដើម្បីចរចាសម្រាប់ខ្លួនឯងនៅពេលស្អែកឡើងគីនរ៉ូគាត់ដឹងថាពួកគេទាំងអស់គ្នាត្រូវតែធ្វើការជាមួយនឹងសេណូធ្វើឲ្យគាត់ពិតជាមានការភ័យខ្លាចខ្លាំងណាស់នៅពេលណាដែរកែនក៏បានមកសួរទៅកាន់សេណូថាតើធុងនៅចំពោះមុខពួកគេហ្នឹងគឺជាអ្វីហើយគាត់ក៏បានប្រាប់ថាធុងមួយហ្នឹងគ្រាន់តែធ្វើឲ្យវាតិចតែប៉ុណ្ណោះនៅពេលណាដែរស្វីកាចង់ដឹងអំពីការដំណើរការរបស់វាដោយសារតែនាងចង់សិក្សាអំពីវិទ្យាសាស្ត្រតទៅមុខបន្ថែមទៀតដើម្បីឲ្យវាដំណើរការបានយើងត្រូវតែអនុវត្តចរន្តរបស់វាឲ្យឆ្លងទៅកាន់ឧស្ម័នហើយខ្ចប់វានៅក្នុងធុងកញ្ចក់អត់មានយល់អីមិនតិចខំរៀនប៉ុណ្ណឹងហើយហើយសេណូបាននិយាយថាមិនអីទេស្វីកាបើសិនជាឯងចង់ចេះឯងរៀនយល់បន្តិចម្ដងទៅនៅថ្ងៃណាមួយឯងនឹងចេះបានច្រើនហើយកានបាននិយាយថាមើលទៅកាន់សកម្មភាពរបស់សេណូទៅវាដូចជាសេនខូអញ្ចឹងតែពេលนั้นដែរឆេស៊ីក៏បានរត់មកហើយនាងបានមើលទៅកាន់ផែនទីរបស់នាងហើយបាននិយាយថានៅម្ដុំឡើងច្បាស់ជាមានរ៉ែលោហៈនៅពេលដែលក្រុមបានយកឧបករណ៍ទៅរាវមើលទៅគាត់ក៏បានឃើញវាលោតសញ្ញាផងដែរហើយសេណូក៏បានបញ្យល់ថាវាគឺជាសញ្ញាអគ្គិសនីដែលបានឆ្លងកាត់ទៅកាន់ឧស្ម័នហើយគាត់ក៏បានសន្និដ្ឋានទៀតថានោះប្រហែលជាលោហៈដែលកម្រហើយមើលទៅហើយអ្វីដែលសំខាន់ហ្នឹងវាអាចតាក់ទងជាមួយនឹងវិទ្យុសកម្មផងដែរគ្រាន់តែឃើញអញ្ចឹងហើយគ្រប់គ្នាពិតជាសរសើរទៅកាន់សេណូខ្លាំងមែនតានហើយសេណូបានប្រាប់ថាយើងប្រើប្រាស់នៅឧបករណ៍មួយនេះដើម្បីស្វែងរករ៉ែវាប្រៀបបីបានដូចជានៅសតវត្សទី21អញ្ចឹងហើយគាត់បាននិយាយថាប៉ុណ្ណឹងអីសំបីតែសិស្សបឋមក៏អាចធ្វើបានដែរបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានធ្វើការនាំគ្នាជីកយករ៉ែជាមួយនឹងលោហៈផ្សេងហើយមិនបានយូរប្រហែលនោះទេពួកគេទាំងអស់គ្នាក៏បានជីកវាបានយ៉ាងច្រើនតែម្ដងគ្រាន់តែបានឃើញរ៉ែជាមួយនឹងលោហៈដ៏កម្រទាំងអស់ហ្នឹងសែនខូគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើដោយសារតែលោហៈទាំងអស់ហ្នឹងហើយសែនខូគាត់អាចនឹងបង្កើតយានអវកាសបានសម្បីតែសែនណូគាត់ក៏សប្បាយចិត្តផងដែរដោយសារតែលោហៈទាំងអស់ហ្នឹងហើយវាអាចបង្កើតអ្វីផ្សេងបានជាច្រើនផងដែរឥឡូវនេះដែរសែនណូជាមួយនឹងសែនខូពួកគាត់ទាំងពីរនាក់មានគំនិតដូចគ្នាតែម្ដងបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏បានបញ្ជាឲ្យគ្នារបស់ពួកគាត់លើកប៉ាល់ដែលបានលិចការពីសប្តាហ៍មុនហ្នឹងឡើងមកលើគោកវិញហើយអ្នកដែលសប្បាយចិត្តខ្លាំងជាងគេនៅពេលហ្នឹងគឺលោកអ៊ុំខាស្កេមើលទៅតាមស្ថានភាពវាឥឡូវនេះផងដែរមើលទៅវាពិតជាច្រេះចាប់ច្រើនខ្លាំងមែនតើនៅពេលហ្នឹងដែរសាណូបាននិយាយថាវាបានបាត់បង់នៅសមត្ថភាពនៃអណ្ដែតទឹករបស់វាអស់ទាំងស្រុងទៅហើយប៉ុន្តែលោកអ៊ុំសាស្គីបាននិយាយថាគាត់សន្យាថាគាត់នឹងធ្វើយ៉ាងណាក៏ដោយឲ្យវានឹងទៅជាសភាពធម្មតាវិញប៉ុន្តែមានណាក្រុមរបស់សែនខូបានហើវាបោះឡើងពេញហ្នឹងហ្មងពួកអាចចង្រៃអានេះពួកឯងកំពុងធ្វើអីហ្នឹងក៏ប៉ុន្តែរយូស៊ុយបានប្រាប់ថាពួកគាត់ទាំងអស់គ្នាកំពុងតែកែច្នៃដែកមួយហ្នឹងឃើញអញ្ចឹងឆេស៊ីក៏បានសួរថាតើដែកទាំងអស់ហ្នឹងអាចបង្កើតបានទៅជាអ្វីខ្លះទៅបន្ទាប់មកសែនខូក៏បាននិយាយថាវាអាចបង្កើតបានច្រើនណាស់ជាពិសេសអាចបង្កើតបានទៅជាមនុស្សយន្តយ៉ាងអស្ចារ្យមួយតែម្ដងគ្រាន់តែលើអញ្ចឹងលោកអ៊ំហាស្គីគាត់មានកម្លាំងព្រឹសហើយមិនចាំយូរនោះទេគាត់ក៏បានធ្វើការងារមួយហ្នឹងឡើងញាប់ដៃឆ្អេឥឡូវយើងបង្វែរមកកាន់កន្លែងក្រុមរបស់សែនណូនេះវិញនៅពេលហ្នឹងដែរសែនណូបាននិយាយថាបោះរ៉ែក្រុមចូលទៅក្នុងដែកតែលើអញ្ចឹងស្វីកាគិតថាគេបោះក្រុមចូលទៅក្នុងរ៉ែមួយហ្នឹងដើម្បីចំហុយគាត់ប៉ុន្តែមិនមែនទេវាគ្រាន់តែជារ៉ែលោហៈមួយដែលសែនណូហៅថាក្រុមតែវាជាភាពខ្លាំងចម្រុះនៃមនុស្សជាច្រើនតែអាចនឹងធ្វើឲ្យដែកមួយហ្នឹងកាន់តែរឹងមាំមិនបានយូរប្រហែលនោះទេសែនណូគាត់ក៏អាចបង្កើតបានដែកអ៊ីណុកយ៉ាងច្រើនដែលមើលទៅវាពិតជាតានខ្លាំងណាស់តែអញ្ចឹងស្វីកាក៏បានសួរថាតើដែកអ៊ីណុកហ្នឹងយើងអាចធ្វើអ្វីបានខ្លះទៅអ្វីដែលសែនខូគាត់នឹកមុនគេហ្នឹងគាត់ចង់បង្កើតវាឲ្យคล้ายទៅជាអាហារកំប៉ុងតែអញ្ចឹងហើយគ្រប់គ្នាពិតជាសប្បាយចិត្តខ្លាំងណាស់ហើយមិនចាំយូរនោះទេពួកគេក៏បានបែងចែកគ្នាដើម្បីធ្វើការងារមួយហ្នឹងខណៈពេលហ្នឹងដែរសែនណូបាននិយាយថាលោហៈដ៏កម្ររបស់ពួកគេដែលបានផលិតទៅជាអាហារកំប៉ុងមួយហ្នឹងទោះបីទុកវារយៈពេល3700ឆ្នាំក៏ដោយវានឹងមិនរលួយទៅណានោះទេសែនខូបាននិយាយថាបើសិនជានៅពិភពលោកចាស់របស់ពួកគេវិញច្បាស់ណាស់ថាវានឹងចំណាយអស់1លានយ៉េនឯណោះតបមក Franco ក៏បានរៀបចំម្ហូបដើម្បីធ្វើជាអាហារកំប៉ុងសម្រាប់ទុកញ៉ាំនៅថ្ងៃក្រោយចំណែកឯអ្នកផ្សេងទៀតបានយកទឹកអាស៊ីតណៃត្រិចដើម្បីរំដោះមនុស្សឲ្យមកជួយធ្វើការងាររបស់ពួកគេនៅព្រឹកស្អែកឡើងសែនខូបាននិយាយថាគាត់ត្រូវមានសម្ភារៈមួយចំនួនទៀតដើម្បីអាចបង្កើតរ៉ុកែតទៅកាន់ឋានប្រច័ណ្ឌបាននៅពេលនោះដែររីយ៉ូស៊ុយមានគំនិតមួយគាត់បាននិយាយថាយើងត្រូវតែបង្កើតកប៉ាល់ដើម្បីដើរផ្សងព្រេងរកសម្ភារៈផ្សេងទៀតដើម្បីទៅកាន់ឋានប្រ
ចានពេលលេងអញ្ចឹងសេណូបាននិយាយថាបើសិនជាចង់ធ្វើអញ្ចឹងហើយអ្វីយើងមិនបំបីក្រុមទៅហើយសេណូគាត់បាននិយាយថាគាត់នឹងបង្កើតម៉ាស៊ីនរ៉ូកែតតែក្រុមសេនខូនឹងស្វែងរកបំណែកផ្សេងទៀតដើម្បីធ្វើជាខ្លួនរបស់រ៉ូកែតហើយសេនខូក៏បាននិយាយថាមិនអីនោះទេគាត់នឹងយល់ព្រមធ្វើរឿងមួយនេះតមកសេណូក៏បានបញ្យល់ទៅកាន់ហ្គេនជាមួយនឹងក្រុមថាបងទាំងអស់ដាច់អ៊ីណុកមួយនេះវាគ្រាន់តែធ្វើជាកម្រិតទី1តែប៉ុណ្ណោះសិនជាថ្ងៃណាមួយពួកគេប្រឈមមុខជាមួយនឹងពួកវ៉ៃមែននៅឋានប្រចាំយើងត្រូវការប្រភេទស្ពាន់ដ៏តាន់បំផុតដើម្បីអាចបង្កើតវាបានវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដោយសារតែវាបានបញ្ចេញនៅឧស្ម័នពុលជាច្រើនដើម្បីតែបង្កើតរបាំងមុខដើម្បីការពារក៏វាមិនអាចការពារបានផងដែរតែវាស្រូបតាមស្បែកហើយវានឹងឆ្លងស្លាប់មួយរំពេចភ្នែកតែម្ដងដើម្បីធានាថាកុំឲ្យវាលេចចេញនៅឧស្ម័នមួយហ្នឹងដំបូងយើងត្រូវតែធ្វើដែកអ៊ីណុកនៅកម្រិតមួយដែលល្អឥតខ្ចោះតែម្ដងអញសង្ស័យតែងាប់មុនអាយុទេអញហើយសេណូបាននិយាយថាយើងគ្មានជំរឿក្រៅអំពីនឹងនោះទេបើសិនជាយើងមិនធ្វើនោះទេច្បាស់ណាស់ថាយើងនឹងមិនអាចទៅកាន់ឋានប្រចាំបាននោះឡើយគាត់បាននិយាយថាក្នុងនាមគាត់គឺជាអ្នកវិទ្យាសាស្ត្រនៃភាពងងឹតមួយត្រូវតែហ៊ានបន្ថយជីវិតដើម្បីធ្វើរឿងមួយហ្នឹងហើយបើទោះបីជាយ៉ាងណាក៏ដោយគាត់ជឿជាក់ទៅលើសេនខូដែលជាអ្នកវិទ្យាសាស្ត្រនៃពន្លឺដឹកនាំមនុស្សទូទាំងពិភពលោកឲ្យប្រែក្លាយទៅជាសភាពដើមនៅរយៈកាលពី3700ឆ្នាំមុនហើយសម្រាប់រឿងមួយនេះផងដែរខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្្នឹងសិនហើយដោយសារតែខ្ញុំពិបាកនិយាយខ្លាំងមែនទែនគ្នាយើងឈឺកផងអីផងមើលសលេងឡើងកងួបប៉ុណ្្នឹងហើយសម្រាប់គ្នាយើងណាដែលមកថ្មីមិនទាន់ជួយចុច Subscribe ឲ្យ Channel Admin ទេសូមគ្នាយើងជួយចុចឲ្យម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ